បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្ដែងនៃសាច់រឿងលេបផ្កាយភាគទី238ជាបន្តទៅទៀតកុំភ្លេចជួយចុច like និង subscribe ឲ្យ admin អ្នកមួយផងហើយបើចង់ស្ដាប់ការសម្ដែង novel នៅរឿងលីនតុងគឺអាចចូលទៅកាន់អាណាចក្រអត្ថកំបាំងរបស់ admin បានដោយបច្ចុប្បន្នហ្នឹងគឺដល់ភាគ130ជាងហើយរបៀបចូលគឺមាននៅក្នុង description ក៏ដូចជាអាច check មើលនៅក្នុង comment បានចូលមកដល់សាច់រឿងរបស់យើងនៅពេលនេះពួកគាត់ទាំង4គឺចាប់ផ្ដើមដោះស្រាយនៅលំហាន់នៃក្តារអុករបស់អាត្រីរមៀឬក៏យើងហៅថាជាហ្គេមរបស់អាត្រីរមៀដោះស្រាយនៅសម័យកាលដោយមានគំរូនៃតារានិករចំនួន123រួចជាស្រេចដើម្បីធ្វើការស្វែងយល់ហើយក៏ចាប់ផ្ដើមដោះស្រាយនៅតារានិករទី124ទៅលូឆុងគេកំពុងតែកិនផ្អែកទៅលើអ្វីដែលតនតុងហឺវូគាត់បាននិយាយបើគេអាចដោះស្រាយបាននៅហ្គេមរបស់អាត្រីរមៀនេះបានដល់ដំណាក់កាលទី6000គឺនឹងអាចឆ្លងកាត់នៅវត្តចាប់បរិសន្ធិបានយ៉ាងងាយស្រួលមើលទៅកាន់លហ្វុងហើយនឹងគូស្នេហ៍របស់យើងឯងមនុស្សតូចតាចទាំង3នាក់នេះចង់ប្រកួតប្រជែងជាមួយនឹងយើងផងរីឯយើងឯងក៏បានតាក់ទងទៅកាន់វូលៀងគូស្នេហ៍របស់គេផងដែរថាពួកយើងអាចចែករំលែកនៅប្លង់នីមួយៗបានដូច្នេះហើយសមិទ្ធផលរបស់ពួកយើងគឺល្អជាងពួកគេទៅទៀតលហ្វុងរបស់យើងក៏កំពុងតែកិនបំបែកនៅវត្តនៃការចាប់បរិសន្ធិនោះគឺអាចអនុញ្ញាតឲ្យមនុស្សជាតិមានវត្តមានជារៀងរហូតចាប់ផ្ដើមដោយទីតាំងត្រង់នេះវិញវាគឺជាចក្រវាឡខ្នាតតូចរបស់ពថាយាដោយយើងមើលរូបរាងគឺជាទម្រង់ពូថៅដូចគ្នាម្ចាស់ក្រុងហ៊ុនតូនក៏បាននាំលហ្វុងមកដោយនេះគឺជារាងកាយសមុទ្រនរកទាំង9របស់លហ្វុងនឹងឯងដែលសារតែរាងកាយដើមរបស់គាត់នឹងគឺកំពុងតែនៅក្នុងទូភ្នោជាសំណាងល្អដែលគាត់មានរាងកាយច្រើនជាហេតុដែលម្ចាស់ក្រុងនាំគាត់មកកាន់ចក្រវាឡខ្នាតតូចរបស់ពថាយាម្ចាស់ក្រុងគាត់ប្រាប់ថានេះគឺជាទីតាំងនៅក្នុងចក្រវាឡខ្នាតតូចរបស់ពថាយាវាអាចរក្សាការបង្កើនល្បឿនពេលវេលា 10000 ដងដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយអំបូរភ្នែកទេវភៀមក៏មានអាណាចក្រស្រដៀងគ្នាដែរក្លូនរបស់ឯងនៅទីនេះអាចជួយឯងបង្កើនល្បឿនដោះស្រាយហ្គេមផ្គុំរូបរបស់អាត្រីរមាសបានលហ្វុងក៏ចាប់ផ្ដើមប្រើរាងកាយសមុទ្រនរកទាំង9អង្គុយធ្វើការសិញ្ជឹងគិតតែម្ដងច្បាប់មូលដ្ឋាននៃហ្គេមមួយនេះត្រូវបានលាក់ទុកនៅក្នុងល្បែងផ្គុំរូបដែលមិនទាន់ពេញលេញទាំងនេះនឹងដំណោះស្រាយដែលត្រូវគ្នារបស់វានៅខាងក្រៅទូភ្នោការមកដល់របស់ទឹកដីបរិសុទ្ធអាត្រីខាងកើតគឺពួកគេបានមកដល់ហើយច្រក teleport មួយក៏បានបញ្ចេញមកមនុស្សនៃទឹកដីបរិសុទ្ធអាត្រីខាងកើតក៏បានបង្ហាញខ្លួនដឹកនាំដោយលោកម្ចាស់ផ្កាយពិតខាងជើងទៅដណ្ដើមយកមរតកនេះសម្រាប់ដែនដីបរិសុទ្ធអាត្រីខាងកើតរបស់យើងបន្ទាប់ពីគ្នារបស់គាត់បានចូលទៅដល់ខាងក្នុងរួចអស់ហើយគាត់បានប្រើកណប់ទ្របមួយបិទឆ្នុកនៅច្រកចូលមុននឹងតែម្ដងខ្ញុំផ្កាយពិតខាងជើងចាំមើលតើនរណាអាចចូលទៅខាងក្នុងបានលហ្វុងនៅក្នុងចក្រវាឡខ្នាតតូចរបស់ពថាយាទីបំផុតគាត់យល់ហើយការបង្កើតរបស់អាត្រីរមាសគឺជាប្លង់នៃហ្គេមប្រភេទ3វិមានស្រដៀងទៅនឹងផ្ចាក្រាមគំរូសម្ងាត់ដ៏ស្មុគស្មាញវាមានមូលដ្ឋានចំនួន10081ផ្ចាក្រាម3វិមាត្រខ្នាតតូចនីមួយៗនៅលើបន្ទាត់នីមួយៗធាតុមូលដ្ឋាននីមួយៗអាចលេចឡើងតែម្ដងប៉ុណ្ណោះធាតុមូលដ្ឋាននីមួយៗបណ្ដាលឲ្យមានការផ្លាស់ប្ដូរនៅខាងក្នុងផ្ចាក្រាម3វិមាត្រខ្នាតតូចនៅក្នុងក្បួននីមួយៗមិនអាចមានផ្ចាក្រាម3វិមាត្រខ្នាតតូចដូចគ្នាបេះបិទចំនួន2នោះទេដាច់ខាតគឺវាត្រូវតែខុសគ្នាផ្ចាក្រាម3វិមាត្រខ្នាតតូចបង្កើតទៅជាដុំនៃផ្ចាក្រាមខ្នាតតូចដែលដាក់ជាស្រទាប់នៅពីលើដែលនៅទីបំផុតវាក៏ប្រែក្លាយទៅជាការបង្ហាញ3វិមានលហ្វុងក៏ចាប់ផ្ដើមដោះស្រាយហើយក៏ហាក់ដូចជារកឃើញនូវការយល់ដឹងថ្មីច្បាប់ដ៏ស្មុគស្មាញបែបនេះប៉ុន្តែដំណោះស្រាយលទ្ធផលគឺល្អឥតខ្ចោះវាពិតជាមិនអាចបំផ្លាញបានហើយមិនប្រើប្រាស់ថាមពលអ្វីទាំងអស់ពិតជាអស្ចារ្យណាស់គាត់អាចដោះស្រាយបានមួយចំនួនហើយស្រាប់តែពេលនោះក៏មានការកក្រើកនៅខាងក្រៅដឹងថាមានជើងខ្លាំងផ្សេងទៀតកំពុងតែមកដោយអ្នកដែលបានមកនោះគឺជាមនុស្សដែលមកពីទឹកដីបរិសុទ្ធអាត្រីខាងកើតនោះឯងគាត់គឺមានរហស្សនាមថាលោកម្ចាស់អាំមកដល់ដកដង្ហើមទាំងនឹងហកជាស្ដីថាសត្វបិសាចនោះពិតជាខ្លាំងបានសម្លាប់កម្រិតម្ចាស់សកលរបស់ពួកគាត់អស់6នាក់ហើយស្ទើរតែសម្លាប់ទាំងអស់នៃកម្រិតអ្នកប្រយុទ្ធនិងកម្រិតអមតៈជាចុងក្រោយចំនួនរបស់ពួកគេក៏បានបង្ហាញខ្លួនទាំងអស់មើលទៅយើងឃើញថាច្រើនមែនតើលូឆុងក៏ដឹងដែរពួកគេគឺមកពីទឹកដីបរិសុទ្ធអាត្រីខាងកើតយើងឯងក៏ដឹងមិនត្រឹមតែពួកគេបញ្ជូននៅកម្រិតម្ចាស់សកលនោះទេថែមទាំងមានកម្រិតអ្នកប្រយុទ្ធនិងកម្រិតអមតៈថែមទៀតតនតុងហឺវូគាត់ក៏បានចេញមកធ្វើការណែនាំដូចជាលើកមុនអញ្ចឹងការធ្វើតេស្តបន្ទាប់ត្រូវបានហៅថាក្តារអុកអាត្រីរមាសមួយខែក្រោយមកទីបំផុតលហ្វុងក៏បានយល់អំពីការបង្កើតទម្រង់ក្តារអុកអាត្រីរមាសទី123ដំបូងហើយអញ្ចឹងហើយទម្រង់ទី124បន្ទាប់ហ្នឹងគឺត្រូវតែដោះស្រាយដោយខ្លួនឯងអញ្ចឹង123ដំបូងហ្នឹងវាគឺជាគំរូហើយកន្លងមកលហ្វុងគឺកំពុងតែស្វែងយល់អំពីគំរូហ្នឹងមុនពេលដែលគាត់ធ្វើការដោះ
ស្រាយចាប់ពីទី124ទៅរូបភាពបានបង្ហាញហាក់ដូចជាក្តារអុកបានបង្កើតឡើងកូនអុកក៏បានរំកិលរីឯរាងកាយសមុទ្រនរកទាំង9ឯនោះវិញក៏កំពុងតែដោះស្រាយនៅក្បួនតារានិករទាំងអស់គូឆ្វេងឆ្វាញ់ទីបំផុតគាត់បានសម្រេចហើយគាត់អាចដោះស្រាយនៅដំណាក់កាលទី124បានជោគជ័យចំពោះដំណាក់កាលហើយនឹងក្តារអុកហ្នឹងគឺតែមួយនោះទេនៅក្នុងហ្គេមអាត្រីរមាសនេះគឺវាមានដំណាក់កាល10081ឬក៏យើងហៅថាក្តារទាំង181ហើយអ្នកហ្វខាន់គឺត្រូវដោះស្រាយចងក្រងនិងផ្គុំនៅខ្សែស្រឡាយធម្មពលឲ្យវាស៊ីចង្វាក់គ្នាទៅតាមក្បួនច្បាប់ដើម្បីបង្កើតទៅជាទម្រង់ពេញលេញនិងមានតុល្យភាពនេះហើយគឺជាដំណើរការនៃហ្គេមមួយនេះឬក៏យើងហៅថាជាការសាកល្បងមួយនេះក្នុងការសាកល្បងមួយនេះគឺគេមិនប្រើកម្លាំងបាយនៅក្នុងការប្រយុទ្ធទេប៉ុន្តែវាតេស្តទៅលើសមត្ថភាពក្នុងការយល់ដឹងឬក៏យើងហៅថា IQ នឹងឯងហើយនឹងតេស្តទៅលើទេពកោសល្យរបស់មនុស្សម្នាក់នៅពេលនេះលូឆុងកំពុងតែមើលហើយរៀងយូរគួរសមដែរមិនបានជាទឹកដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយរបស់គេមិនតាន់មកដល់ទៀតនឹកដើមនឹងហាំដល់នៅខាងក្រៅគឺកំពុងតែប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅហើយជើងខ្លាំងម្នាក់នេះគេអត់តាន់បានបង្ហាញឈ្មោះនោះទេដឹងត្រឹមតែជាជើងខ្លាំងនៅក្នុងសកលមកពីទឹកដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយគេបានស្ដីឲ្យទៅកាន់លោកម្ចាស់ផ្កាយពិតខាងជើងថាត្រឹមសម្បត្តិលោកតែម្នាក់ឯងគិតថាអាចបញ្ឈប់ពួកយើងបានពីការចូលទៅក្នុងទូកភ្នោនេះមែនទេចេញពីផ្លូវយើងទៅសមាជិកនៃអំបូរភ្នែកទេវភាពពួកយើងរួមដៃគ្នាចង្អុលលំពេងទៅបន្ទាប់មកលោកម្ចាស់ពិតទី2និងលោកម្ចាស់ពិតទី7នៃអំបូរភ្នែកទេវភាពក៏បានបង្ហាញខ្លួនល្អកម្លាំងរបស់ជើងខ្លាំងទាំង3បាញ់ចេញជាកោណរស្មីធម្មពលសម្ដៅទៅកាន់លោកម្ចាស់ផ្កាយពិតខាងជើងគាត់កំពុងតែទប់ទល់ឆ្នុកញុកដែលបិទទៅកាន់ច្រកចូលនឹងក៏បានប៉ាងខ្ទៀនបានត្រឹមតែជេថាចង្រៃយោបន្ទាប់ពីបានបំបាយច្រកចូលហើយទាំងអំបូរភ្នែកទេវភាពនិងអំបូរនៃទឹកដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយបានបញ្ជូនកម្លាំងរបស់ខ្លួនសម្រុកចូលទៅកាន់ទូកភ្នោតែម្ដងនៅខាងក្នុងឯនេះវិញបបថាក៏បានដឹងពិតជាច្រើនណាស់ពួកគេទាំងអស់គ្នាគឺសិតតែមកទទួលយកមរតកប៉ុន្តែនៅទីបញ្ចប់គឺមានតែម្នាក់នោះទេដែលទទួលបាននេះវាពិតជាឈួតពេកហើយក្រុមមនុស្សដែលបានស្ទុះមកអំបញ្ញមិញគឺបានចូលមកដល់ទាំងអស់ហើយតនតងហឺវូក៏បានបង្ហាញខ្លួនកុំមើលស្រាលក្តារអុកអាត្រីរមាសឲ្យសោះក្នុងចំណោមមនុស្ស4នាក់ដំបូងមានតែមនុស្សម្នាក់នេះនោះទេដែលបានដោះស្រាយនៅដំណាក់កាលទី124បាន3នាក់ផ្សេងទៀតគឺនៅយឺតខ្លាំងណាស់សម្ដីរបស់គាត់នេះគឺធ្វើឲ្យលហ្វុងគាត់ដឹងតែម្ដងតនតងហឺវូគាត់មានបំណងឲ្យមនុស្សគ្រប់គ្នាកំណត់គោលដៅវាប្រហារមកកាន់គាត់លោកម្ចាស់ហ្វឹងឡុងបានស្រែកតែម្ដងអ្នកទាំងគ្នាវាប្រហារមនុស្សម្នាក់នេះទៅកុំឲ្យគេស្វែងយល់ឲ្យពេញលេញអសោះលហ្វុងក៏បានគិតពួកសម្រាមមិនព្យាយាមស្វែងយល់ដោយយុត្តិធម៌ទេពេលនោះលហ្វុងក៏បានប្រើគ្រឿងសឹងសម្រាប់ព្រះរយៈឈួនបញ្ចេញនៅស្នៀតអតិទេពសត្វមាសរបស់គាត់គ្នាយើងកុំច្រឡំត្រង់នេះមិនមែនជារាងកាយសត្វចម្លែកស្នែងមាសនោះទេវាគ្រាន់តែជាបច្ចេកទេសរបស់លហ្វុងដែលគាត់បានចេះបន្តពីគាត់នៅក្នុងអាណាចក្រអតិទេពសត្វរបស់សម្ព័ន្ធសត្វលំហណាហើយបូករួមជាមួយនឹងគាត់ទទួលបាននៅគ្រឿងសឹងសម្រាប់ព្រះរយៈឈួនទៀតដែលយើងឃើញវូហ៊ុនគឺអាចបញ្ចេញនៅការវាយប្រហារជាទម្រង់អតិទេពសត្វឥឡូវនេះលហ្វុងក៏ធ្វើអញ្ចឹងដូចគ្នាគ្រប់ការវាយប្រហារទាំងអស់ទាំងកាំរស្មីធម្មពលវ៉ព្រួញញញួរវាយប្រហារទៅពីគ្រប់ទិសទីទៅកាន់លហ្វុងតែម្ដងបន្ទាប់ពីបំបែកនៅវ៉បានហើយម៉ាក្រញ៉ាំដៃទះអំបូរព្រះច័ន្ទពណ៌ស្វាយ2នាក់ក៏បានខ្ទុំលោកម្ចាស់នៃអំបូរភ្នែកទេវភាពក៏បានដាក់ម៉ាវុធរបស់គេទៅចំកន្ទុយរបស់លហ្វុងប៉ុន្តែវាមិនកើតអីនោះឡើយក្រវ៉ាត់វាទៅវិញខណៈពេលដែរម្នាក់ទៀតគេបានប្រមូលផ្ដុំធម្មពលបង្កើតទៅជាកណ្ដាប់ដៃមួយដ៏ធំដាល់ទៅលហ្វុងក៏ប្រើរាងកាយទៅរងដោយផ្ទាល់បំផ្ទុះមិនទាន់បានរសាត់បាត់ទៅអស់ផងលោកម្ចាស់អាប់ក៏បានប្រើធម្មពលនៃញញួររបស់គេដ៏ធំដំយកទៅកាន់លហ្វុងតែម្ដងប៉ុន្តែឃើញថាមិនកើតអីនោះទេលហ្វុងនៅក្នុងទម្រង់អតិទេពសត្វមាសសម្លក់មើលទាំងកំណាញអំបូរព្រះច័ន្ទពណ៌ស្វាយឃើញថាអាយ៉ូយមិនកើតនោះទេឆាប់រត់លហ្វុងខណៈពេលដែលស្ទុះទៅលោកម្ចាស់អាប់គេបានប្រើញញួររបស់គេដំមកពីលើមួយសាទៀនបង្កើតទៅជាបំផ្ទុះខ្លាំងជាងនុយក្លេអ៊ែរទៅទៀតអ្នកខ្លះដែលកំពុងតែអង្គុយដោះស្រាយនៅការសាកល្បងនេះក៏ត្រូវតែងើបចេញសិនដែរនៅពេលបន្ទាប់ទីតាំងទាំងពីរដែលផ្ទុកនៅគំរូនៃហ្គេមអាត្រីរមាសទាំងសងខាងតែម្ដងវាក៏បានដំណើរការបង្កើតទៅជាធម្មពលមួយខាងពណ៌ខ្មៅមួយខាងទៀតគឺពណ៌សទាំងពីរគឺបាញ់សម្ដៅទៅកាន់លោកម្ចាស់អាប់សម្លេះគេចោលត្រង់នេះទៅគ្រប់គ្នាភ្ញាក់ផ្អើលនឹងតក់ស្លុតមែនតែនលហ្វុងញញឹមក្បួយតែម្ដងលោកម្ចាស់អាប់នៃដែនដីអាត្រីខាងកើតគេគឺជាទម្រង់ជីវិតអាប់ដែលមានសមត្ថភាពរស់រានមានជីវិតខ្លាំងណាស់ប៉ុន្តែត្រូវបានបំផ្លាញចោលត្រឹមតែការវាយប្រហារតែមួយគួរខ្លាចពេកហើយហ្វឹងឡុងគេក៏បានកិននៅមុននេះនៅពេលដែលពួកយើងចូលទៅវាយប្រហារមនុស្សម្នាក់នោះតនតងហឺវូគាត់មិនបានខាត់ពួកយើងនោះទេមើលទៅគេគិតថាលោកម្ចាស់អាប់បានសម្លាប់ទៅដល់កម្រិតអមតៈជាហេតុដែលត្រូវទទួលពិន័យរហូតដល់បំផ្លាញចោលបែបនេះគ្នាគេដែលមកពីទឹកដីអាត្រីខាងកើតដែរនឹងក៏បាននិយាយថាលោកម្ចាស់អាប់គឺមានរាងកាយក្លូនមួយទៀតដរាបណាឲ្យតែមនុស្សម្នាក់នេះមិនអាចទទួលបានមរតកត្រឹមរាងកាយសំខាន់របស់លោកម្ចាស់អាប់បានស្លាប់វាគ្មានបញ្ហាអ្វីនោះទេលោកម្ចាស់ពិតទាំងពីរនៃអំបូរភ្នែកទេវភាពបានបញ្ចេញនៅរដ្ឋអំណាចហ្វឹងឡុងនេះវិញក៏បានប្រមូលគ្នារបស់គេយកទៅទុកនៅក្នុងកណប់ទ្របវិមានហោះដែរទៅពួកគេគឺបានប្រមូលយកទុកមនុស្សដែលខ្សោយនឹងយកទៅទុកឲ្យអស់សល់តែគ្នាគេដែលជាជើងខ្លាំងប្រមាណនេះត្រៀមវាយប្រហារយ៉ាងខ្លាំងម្ដងទៀតទៅកាន់លហ្វុងចំពោះលហ្វុងក៏ដឹងថាបើបន្តការប្រយុទ្ធវានឹងប្រើប្រាស់នៅ
ធម៌ពលព្រះរបស់គាត់យ៉ាងច្រើនហើយក៏នឹងប៉ះពាល់ទៅដល់ការសិក្សាស្រាវជ្រាវអំពីហ្គេមអាត្រីរមាសឬក៏ក្តារអុកអាត្រីរមាសនេះគាត់មានតែពឹងផ្អែកទៅលើប៉មផ្កាយប៉ុណ្ណោះបញ្ចេញប៉មផ្កាយមកយករាងកាយរបស់គាត់យកទៅទុកខាងក្នុងបន្ទាប់មកប៉ាបថាឲ្យមើលទៅពួកគេគឺបានបញ្ចេញនៅវិមានមួយមើលទៅនោះគឺជាកណប់ទ្រាំវាគឺជាប្រភេទវិមានឈ្មោះរបស់វាគឺបន្ទាយជ្រោះតកវាជាកណប់ទ្រាំនៅក្នុងការឃុំឃាំងពួកគេមានកម្រងចង់ចាប់ឡហ្វុងឃុំឃាំងនៅខាងក្នុងឯងឡហ្វុងក៏មិនខ្លាចដូចគ្នាប៉មផ្កាយរបស់គាត់ក៏បានដាក់លើសសរនៃការសាឡបងមួយនេះហើយបានស្វាន់ចូលជាមួយនឹងសសរនឹងតែម្ដងខំឡើងជាប់ណែនតែម្ដងពេលនោះភារកិច្ចបន្ទាប់លោកម្ចាស់ដែលមកពីអំបូរអាត្រីខាងកើតគឺជាអ្នកចាប់ផ្ដើមដំណើរការបន្ទាយជ្រោះតកដើម្បីធ្វើការបឺតស្រូបយងប៉មផ្កាយរបស់ឡហ្វុងឲ្យចូលទៅខាងក្នុងប៉ុន្តែមើលទៅកាន់កម្លាំងបឺតនឹងគឺវាពិតជាបឺតខ្លាំងមែនទែនតែនៅតែមិនអាចកម្រើកប៉មផ្កាយបាននោះទេពួកគេគឺពិតជាខឹងមែនទែនមិនបានជាបន្ទាយជ្រោះតកមិនអាចធ្វើអីគេបានមនុស្សម្នាក់នេះបានបញ្ចូលនៅកណប់ទ្រព្យវិមានរបស់គេជាមួយនឹងសសរគ្រីស្តាល់នោះហើយសសរគ្រីស្តាល់នេះវាគឺជាសំណល់នៃតន្ទង់ហឺដែលភ្ជាប់ទាំងស្រុងទៅនឹងទូភ្នោវាមិនអាចបំផ្លាញបាននោះទេហើយសសរគ្រីស្តាល់ដែលគេកំពុងតែភ្ជាប់នឹងគឺជារបស់គេផ្ទាល់ទៀតដែលនេះគឺមានន័យថាឡហ្វុងមិនចាំបាច់ត្រូវការចេញទៅខាងក្រៅនោះទេឡហ្វុងគ្រាន់តែបញ្ចូលនៅធម៌ពលព្រះរបស់គាត់ទៅក្នុងសសរគ្រីស្តាល់ទៅដើម្បីអនុវត្តនៅក្តារអុករបស់អាត្រីរមាសជាបន្តហើយការសាឡបងរបស់គាត់នឹងក៏វាអាចបន្តទៅមុខទៀតបានដែរលើពីនេះគាត់បានខ្លែងធ្វើដំណោះស្រាយពេញលេញនៃទម្រង់មិនពេញលេញចំនួន 10080 នៃក្តារអុកអាត្រីរមាសនៅក្នុងចក្រវាឡនិមិត្តរួចទៅហើយឥឡូវនេះមិនថាជាពួកគេធ្វើអ្វីនោះទេពួកគេមិនអាចរំខានទៅដល់គាត់បានឡើយពាក្យថាខ្លែងត្រង់នេះគឺមានន័យថាគាត់ចម្លងវាដាក់ក្នុងចក្រវាឡនិមិត្តហើយអ្វីដែលគាត់ត្រូវធ្វើនឹងគឺគ្រាន់តែស្វែងយល់និងរកដំណោះស្រាយឲ្យបានត្រឹមត្រូវបន្ទាប់មកក៏ដាក់នៅដំណោះស្រាយទាំងអស់ហ្នឹងនៅលើសសរគ្រីស្តាល់ទៅគឺមានន័យថាគាត់អាចសម្រេចនៅដំណាក់កាលបន្តទៀតបានហើយនៅខាងក្រៅទូកភ្នោមានការប្រយុទ្ធគ្នាទ្រង់ទ្រាយធំតែម្ដងគ្រប់ក្រុមគ្រប់ប៉ាគឺសិតតែកំពុងតែសម្រុកចូលទៅកាន់ទូកភ្នោអ្នកខ្លះមិនខ្វល់ថាពួកគេនឹងគឺមកពីទឹកដីបរិសុទ្ធអីណានោះទេដាច់ខាតគេត្រូវតែចូលទៅក្នុងទូកភ្នោឲ្យបានក្នុងនោះក៏មានអ្នកដែលមកពីចក្រវាឡដើមធ្វើដំណើរមកដល់ដូចគ្នាយើងក៏បានឃើញលោកម្ចាស់ស្នែងមាសអីជាដើមហើយលោកម្ចាស់នៃអំបូរមនុស្សក៏បានមកដូចគ្នាលោកម្ចាស់ស៊ុយស៊ីមើលទៅកាន់មនុស្សនៃទឹកដីបរិសុទ្ធអាត្រីខាងកើតគឺខឹងខ្លាំងមែនទែនពីព្រោះគាត់ដឹងពីដំណើរការដែលពួកគេវាប្រហារទៅកាន់ឡហ្វុងគាត់សឹងតែចង់ហក់ចូលទៅវាយគេហើយប៉ុន្តែពេលនោះហឹងកុងគាត់ក៏បានមកខាត់តន់ស្ងប់អារម្មណ៍ឡហ្វុងនៅក្នុងវិមានកណប់ទ្រព្យរបស់គេមានសុវត្ថិភាពនោះទេពេលនេះគ្រប់ក្រុមគ្រប់ប៉ាភាគច្រើនគឺបានចូលមកដល់ដំណាក់កាលនៃការដោះស្រាយក្តារអុកអាត្រីរមាសក្នុងនោះយើងក៏បានឃើញម្ចាស់ស្ត្រីសាឡអិតផងដែរយើងក៏មិនដឹងថានាងគឺជាម្ចាស់ស្ត្រីមួយណានោះទេរយៈពេលក៏ចាស់តែកន្លងផុតទៅឡហ្វុងនៅក្នុងចក្រវាឡរបស់ប្រថៃយៈគាត់ក៏នៅតែបន្តស្វែងរកដំណោះស្រាយជាចុងក្រោយក៏ដល់ទី1000បានដោយជោគជ័យហើយអាពន្លឺពណ៌មាសនេះហើយដែលគាត់ដោះស្រាយបានគាត់កំពុងទៅកាន់ដំណាក់កាលទី1000គឺបានឆ្លងផុតហើយនៅពីក្រោយឡហ្វុងជើងខ្លាំងនៃអំបូរមនុស្សដែលគ្រប់គ្នាតែងតែចាត់ទុកដូចជាបុព្វបុរសទីបំផុតគាត់បានបង្ហាញមុខមាត់ពេញលេញហើយក៏បាននិយាយឲ្យយើងបានដឹងពិតជាដូចការរំពឹងទុកឡហ្វុងការហ្វឹកហាត់របស់គេគឺត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែឆន្ទៈរបស់គេគឺពិតជាខ្លាំងជំនាញនៅក្នុងការស្រាវជ្រាវនិងសន្និដ្ឋានរបស់គេគឺខ្ពស់ជាងបថាយៈឆ្ងាយណាស់បថាយៈគេផ្ដោតតែលើពូថៅរបស់គេប៉ុណ្ណោះក្តារអុកអាត្រីរមាសពិតជាគួរឲ្យចាប់អារម្មណ៍ភ្លេចប្រាប់ទៅគាត់ហ្នឹងឯងគឺជាគ្រូដើមគាត់កំពុងតែគិតថាប្រសិនបើគាត់នៅក្នុងកម្រិតអ្នកប្រយុទ្ធដូចជាឡហ្វុងប្រហែលជាគាត់នៅស្ទើរជាងឡហ្វុងទៅទៀតគាត់ក៏បានបង្ហាញគាត់ក៏បានដោះស្រាយនៅក្តារអុករបស់អាត្រីរមាសរហូតដល់ដំណាក់កាលទី2000ដែរហើយលោកម្ចាស់ទាំងអស់គ្នានៃអំបូរមនុស្សក៏បានមើលពីការសាកល្បងនៃក្តារអុកអាត្រីរមាសនេះបញ្ជាក់ត្រង់នេះពួកគាត់មិនមែនទៅចូលរួមសាកល្បងដោយផ្ទាល់នោះទេអ្នកទាំងអស់គ្នាកុំច្រឡំឲ្យសោះនេះគ្រាន់តែជាចក្រវាឡនិមិត្តដែលឡហ្វុងគាត់បានចម្លងហើយនឹងគាត់ត្រានៅដំណោះស្រាយដែលគាត់បានដោះស្រាយបានទីបំផុតបន្ទាប់ពីចំណាយពេលបន្តទៀតឡហ្វុងគាត់ក៏អាចសម្រេចបាននៅដំណាក់កាលទី1001គ្រាន់តែសម្រេចបាននៅដំណាក់កាលទី1001ភ្លាមថាមពលក៏បានសាយភាពបំផ្ទុះអ្នកដែលព្យាយាមបន្តវាប្រហារទៅកាន់វិមានរបស់ឡហ្វុងទាំងឡាយក៏ត្រូវបានខ្ទាននិយាយទៅពួកហ្នឹងគឺតនេមែនតើអត់ទៅខំដោះស្រាយលំហាត់ហ្នឹងទេបែរជាមកផ្ដោតតែវាប្រហារឡហ្វុងទៅវិញបន្ទាប់ពីសម្រេចបាននៅដំណាក់កាលទី1001តន្ទង់ហឺវូក៏បានបង្ហាញខ្លួនមនុស្សគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលសម្លេងរបស់គាត់ក៏បានប្រកាសថាបេក្ខជនអំបូរមនុស្សលោកម្ចាស់កាឡាស៊ីបានបំពេញតាមតម្រូវការបានដោះស្រាយក្តារអុកអាត្រីរមាសដល់ដំណាក់កាលមួយតែយើងមិនទាន់ដឹងថាជាយ៉ាងណានោះទេសាច់រឿងនៅក្នុងភាគទី238ក៏បានស្លេះត្រឹមតែប៉ុណ្ណឹងកុំភ្លេចចូលស្ដាប់នៅការសម្រាយ novel ហើយនិងការសម្រាយតង់ហ័រច្បាស់ៗដោយមាននៅខ្លឹមសារនៃសាច់រឿងដើមជាមួយនឹងសម្លេងដើមនៅក្នុងអាណាចក្រអាថ៌កំបាំងរបស់មីនហើយប្រសិនបើគ្នាយើងចង់ស្ដាប់ novel តពីសាច់រឿងមួយនេះគឺអាចចូលទៅកាន់ channel Prora Recap ហើយស្ដាប់ចាប់តាំងពី chapter ទី1229ទៅអរគុណច្រើនយើងចាំជួបគ្នានៅវីដេអូក្រោយ